ការពីមុនខ្ញុំធ្លាប់គិតថា narcissistic គឺជាអត្តចរិតដែលគួរឲ្យខ្លាចជាងគេបំផុតព្រោះដោយសារមនុស្សប្រភេទហ្នឹងចូលចិត្ត manipulate ហើយគឺជាមនុស្សដែលតែងតែមានចរិតតួឯងគិតថាខ្លួនឯងហ្នឹងអស្ចារ្យនៅប្រកែជាងគេប៉ុន្តែមនុស្សដែលគួរឲ្យខ្លាចជាងគេហើយនៅពេលដែលយើងនៅក្បែរគេច្រើនធ្វើឲ្យយើងអស់ធម៌ពលហ្មងគឺជាមនុស្ស emotionally insecure people គឺជាមនុស្សដែលមិនមានទំនុកចិត្តលើខ្លួនឯងព្រោះពួកគាត់អត់ជឿជាក់លើខ្លួនឯងទេអញ្ចឹងនៅពេលដែលយើងនិយាយអីក៏គាត់គិតថាយើងកំពុងតែវាយប្រហារឬក៏មាក់ងាយមើលធ្វើបាបគាត់ដែរនៅពេលដែលយើងនិយាយពីជីវិតយើងសុខគាត់គិតថាយើងនឹងអួតប្រជែងជាមួយគាត់ហើយនៅពេលដែលយើងឃើញកំហុសយើងចង់ទៅកែតម្រូវគាត់គិតថាយើងនឹងជន់ឈ្លីធ្វើបាបគាត់រឿងហ្នឹងគឺមិនដែលចេះសប្បាយចិត្តនៅពេលដែលអ្នកដតីមានការល្អជាងខ្លួនទេព្រោះគាត់មានអារម្មណ៍ថាគាត់តូចទាបអន់អញ្ចឹងនៅពេលដែលគាត់ចង់ឲ្យខ្លួនឯងឡើងខ្ពស់គាត់តែងតែទៅទាញអ្នកដទៃឲ្យធ្លាក់ទាបជាងគាត់ដើម្បីឲ្យគាត់មានអារម្មណ៍ថាគាត់ខ្ពស់ជាងគេគាត់ល្អជាងគេហើយនៅក្បែរជាមួយមនុស្សប្រភេទហ្នឹងគឺពិតជាធ្វើឲ្យយើងអស់ធម៌ពលមែនធ្វើឲ្យយើងលែងចង់ធ្វើអីទាំងអស់ព្រោះដោយសារគាត់នឹងបន្តចាប់កំហុសគ្រប់ចំណុចតូចធំរបស់យើងប៉ុន្តែមិនមែនក្នុងន័យស្ថាបនាឬក៏កែប្រែប៉ុន្តែនៅក្នុងន័យគាត់ជាមនុស្សដែលចូលចិត្តបង្កបញ្ហាទាំងដែលវាមិនមានបញ្ហាតតែសោះខ្ញុំសូមឲ្យជាតិណាកើតមកកុំឲ្យជួបមនុស្សបែបហ្នឹងឲ្យសោះតែជាតិនេះវាហួសហេតុ